បាទគោរពជម្រាបសួរពុកម៉ែបងប្អូនបាទហើយនេះផងដែរខ្ញុំបានរិទ្ធមានជាអង្គគុយឃ្មុំបាទប្រភេទអង្គគុយឃ្មុំទៀតហើយបាទអង្គគុយឃ្មុំនេះគឺប្រភេទខ្នាតបន្តោងហើយប្រភេទសាច់ចាស់ចាស់បាទប្រភេទសាច់ចាស់ចាស់នេះខ្ញុំសម្អាតបោះតិចទេបាទសម្អាតបោះតិចទេហើយបើយើងសម្អាតឲ្យខ្លាំងទៅវាសម្អាតបានខ្លាំងប្រមាណបាទស្អាតបានតែគាត់ថាចង់ទុកឲ្យនៅធម្មជាតិអញ្ចឹងល្អច្រើនជាងបាទនៅសល់ធម្មជាតិតិចបាទអញ្ចឹងប្រសើរជាងហើយយើងយកទៅស្រោបប្រើពាក់យូរទៅគឺលោកឡើងពណ៌ឡើងកម្មៅឡើងប្រែប្រួលពណ៌បាទប្រែប្រួលគ្រប់ពេលជួនទៅកម្មៅជួនទៅរាងសក្រហមរាងកម្មៅចាស់កម្មៅពណ៌ក្រហមព្រឿងស្ទើរខ្មៅស្ទើរក្រហមស្ទើរសស្ទើរលឿងអញ្ចឹងទៅបាទប្រែពណ៌បំរែបំរួលតាមអាកាសធាតុគ្រប់ពេលបាទខ្ញុំទុកនៅសល់ធម្មជាតិខ្លះអញ្ចឹងទៅគាត់នេះវិញចាស់ខ្មៅដូចដែរអញ្ចឹងបាទកាលណាឆាបទៅគឺរឹងណាស់ខ្នាតបន្តោងបាទសិតខ្នាតបន្តោងបាទអរគុណច្រើនពុកម៉ែបងប្អូនបាទសូមជូនពរពុកម៉ែបងប្អូនជួបតែសុខចម្រើនគ្រប់គ្នាបាទសូមអរគុណសូមគោរពលា